ប៉ុន្តែអគិសនីនៅស្រុកគេថោកហើយគេលក់នៅតែចំណេញប៉ុន្តែហេតុអីបានជាអគិសនីនៅស្រុកខ្មែរវារីអគិសនីឡើងដល់13ហើយឥឡូវក៏ប៉ុន្តែតម្លៃនៅតែថ្លៃដដែលហើយតម្លៃនេះគឺអាជ្ញាធរអគិសនីជាអ្នកកំណត់បាទហើយខាតទៀតខាតរាល់ឆ្នាំមានអនុម័តយកលុយពីសភាយកទៅចាយដើម្បីទប់ទល់ខាតទៀតអញ្ចឹងហើយបរិមាណយើងស្របគ្នាឯងតម្រូវការគឺថាយើងត្រូវតែខំប្រឹងឲ្យបានជាអតិបរណាប៉ុន្តែតម្លៃនេះខ្ញុំគិតថាយើងថ្លៃណាស់ការបណ្ណាំងបញ្ចេញសេដ្ឋកិច្ចដែលឈរនៅលើតម្លៃថ្លៃអគិសនីថ្លៃសាំងថ្លៃដោយប្រទេសកម្ពុជាយើងគឺมันអាចបណ្ណាំងបញ្ចេញជាមួយបណ្ដាប្រទេសជិតខាងបានទេហើយនេះគឺជាគន្លឹះអាដាមជាគន្លឹះច្បាប់វិនិយោគទុនល្អជារឿងមួយទប់ស្កាត់អំពើពុករលួយការចំណាយក្រោមតុជារឿងមួយក៏ប៉ុន្តែបើតម្លៃថ្លៃដើមរបស់យើងថ្លៃបែបហ្នឹងគឺมันអាចបណ្ណាំងបញ្ចេញបានទេខ្ញុំមិនដឹងថាតើអាដាមរដ្ឋមន្ត្រីយល់ឃើញយ៉ាងម៉េចការរៀបចំយ៉ាងប៉ុន្តែអគិសនីនៅស្រុកគេថោកហើយគេលក់នៅតែចំណេញប៉ុន្តែហេតុអីបានជាអគិសនីនៅស្រុកខ្មែរវារីអគិសនីឡើងដល់13ហើយឥឡូវក៏ប៉ុន្តែតម្លៃនៅតែថ្លៃដដែលហើយតម្លៃនេះគឺអាជ្ញាធរអគិសនីជាអ្នកកំណត់បាទហើយខាតទៀតខាតរាល់ឆ្នាំមានអនុម័តយកលុយពីសភាយកទៅចាយដើម្បីទប់ទល់ខាតទៀតអញ្ចឹងហើយបរិមាណយើងស្របគ្នាឯងតម្រូវការគឺថាយើងត្រូវតែខំប្រឹងឲ្យបានជាអតិបរណាប៉ុន្តែតម្លៃនេះខ្ញុំគិតថាយើងថ្លៃណាស់ការបណ្ណាំងបញ្ចេញសេដ្ឋកិច្ចដែលឈរនៅលើតម្លៃថ្លៃអគិសនីថ្លៃសាំងថ្លៃដោយប្រទេសកម្ពុជាយើងគឺมันអាចបណ្ណាំងបញ្ចេញជាមួយបណ្ដាប្រទេសជិតខាងបានទេហើយនេះគឺជាគន្លឹះអាដាមជាគន្លឹះច្បាប់វិនិយោគទុនល្អជារឿងមួយទប់ស្កាត់អំពើពុករលួយការចំណាយក្រោមតុជារឿងមួយក៏ប៉ុន្តែបើតម្លៃថ្លៃដើមរបស់យើងថ្លៃបែបហ្នឹងគឺมันអាចបណ្ណាំងបញ្ចេញបានទេខ្ញុំមិនដឹងថាតើអាដាមរដ្ឋមន្ត្រីយល់ឃើញយ៉ាងម៉េចការរៀបចំ